បាទសូមអនុញ្ញាតគ្រប់នឹងសួស្តីទៅកាន់ពុកម៉ែបងប្អូនយើងទាំងគ្នាបាទដែលចូលចិត្តតាមដានទស្សនានៃការតម្រូវឆ្នោតខ្មែរប្រចាំថ្ងៃបាទសូមស្វាគមន៍ពុកម៉ែបងប្អូនសាជាថ្មីមកកាន់ការចែកជូននៅតម្រូវឆ្នោតខ្មែរបាទនៅលើ Channel ឆ្នោតដង្ហើម2របស់មីនបាទជាថ្ងៃនេះផងដែរត្រូវនៅថ្ងៃទី19ខែ8ឆ្នាំ2026បាទហើយមីនក៏មាននៅលេខល្អៗពិសេសសម្រាប់មកចែកជូនពុកម៉ែបងប្អូនយើងផងដែរបាទចឹងមុននឹងឈានទៅដល់ការចែកជូននៅតម្រូវថ្ងៃថ្មីយើងមកមើលជាមួយតម្រូវការពីម្សិលមិញជាមួយមីនបន្តិចសិនបាទចឹងចំពោះការពីម្សិលមិញចំពោះខ្ទង់អូសយើងមានកៅគុតនិង30គុតបាទចំពោះលេខតូចយើងមាន35 96 24និង51បាទចំពោះលេខធំយើងមាន406និង746បាទចឹងស្រាប់តម្រូវរបស់មានការពីម្សិលមិញផងដែរចំពោះខ្ទង់អូសយើងបានចូលទាំងពីរខ្ទង់តែម្ដងបងប្អូនយើងបាទទាំងខ្ទង់កៅក៏ដូចជាខ្ទង់30បាទជាពិសេសគឺខ្ទង់កៅគឺថាបានចូលច្រើនមែនទែនសឹងតែគ្រប់ម៉ោងហើយបងប្អូនយើងបាទចំពោះលេខតូចបាទយើងបានចូលតែ96មកគ្រាប់ទេបាទក្រៅពីហ្នឹងគេថាស៊ីមួយលេខបងប្អូនយើងទាំងគ្នាបាទស្ដាយមែនទែនបាទចំពោះលេខធំហើយយើងអត់បានចូលទេបាទមានក៏សូមការអធិស្ឋានផងបាទចឹងក៏មកពុកម៉ែបងប្អូនយើងទាំងគ្នាបាទរងចាំយូរយើងទៅមើលជាមួយតម្រូវថ្ងៃថ្មីទាំងអស់គ្នាបាទចឹងឲ្យមានសុំលុបលេខថ្ងៃចាស់ចោលសិនបាទដើម្បីដាក់ចែកជូននៅតម្រូវថ្ងៃថ្មីតែម្ដងបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងតាមដានទស្សនាបាទកុំភ្លេចជួយចុចឲ្យមេដៃនិងចុចជាវនៅលើ Channel របស់មីនម្នាក់មួយផងបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងទស្សនានៅលើ Page បាទកុំភ្លេចជួយចុច Follow និងចុច Share ឲ្យមីនម្នាក់មួយផងបាទមីនក៏អរគុណទុកជាមុនផងដែរបាទចឹងចំពោះថ្ងៃថ្មីនេះផងដែរបាទចំពោះ2លេខបាទឲ្យមាននៅលេខ84បាទសម្រាប់គ្រាប់ទី2បាទគឺ30គុតបាទសម្រាប់គ្រាប់ទី3បាទគឺ48បាទនិងមួយគ្រាប់ចុងក្រោយមកវិញហ្នឹងបាទគឺ61បាទមួយគ្រាប់ចុងក្រោយគឺ61បាទហើយចំពោះលេខធំបាទលេខធំឲ្យមាននៅលេខ423បាទនិងមួយគ្រាប់ទៀតមានលេខនៅលេខ732បាទហើយចំពោះខ្ទង់អូសបាទនៅថ្ងៃថ្មីនេះផងដែរបាទឲ្យមានឲ្យ2គ្រាប់ដូចរាល់ដងទេបាទចឹងឲ្យមានឲ្យអូសលេងនៅខ្ទង់8បាទនិងមួយគ្រាប់ទៀតឲ្យមានឲ្យអូសលេងនៅខ្ទង់6បាទចឹងឲ្យមានក៏សង្ឃឹមថាពុកម៉ែបងប្អូនទាំងគ្នាបាទស្រឡាញ់និងពេញចិត្តតម្រូវបាទមានបាទនឹងបានយកទៅផ្សំសំណាងគ្រប់គ្នាតែម្ដងបាទសម្រាប់លេខតូចពុកម៉ែបងប្អូនគួរតែលេងឡើងមួយលេខចុះមួយលេខទៅបាទយើងរងចោលទៅដើម្បីបានចូលទាំងគ្នាតែម្ដងបាទភិកច្រើនតម្រូវរបស់មីនគឺថាស៊ីតាមមួយលេខឬមួយក៏2លេខទេបងប្អូនយើងបាទជាងការអធិប្បាយនៃការឲ្យតម្រូវរបស់មីនថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់ហើយមីនក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនានៃការឲ្យតម្រូវរបស់មីនបាទចឹងមីនក៏សូមជូនពរហេងសម្រាប់ល្អគ្រប់គ្នាតែម្ដងចឹងជួបគ្នាជាមួយអេដមីនម្ដងទៀតនៅថ្ងៃស្អែកតាមពេលវេលានឹងមកដល់ដែរបាទមីនសូមអរគុណនិងសូមគោរពលា